មានចចកឃ្លានមួយត្រូវបានដើមឈើធំមួយធ្លាក់លើរាងកាយរហូតឲ្យវាធ្លាក់ដេកលើដីវាអ្នកអស់សង្ឃឹមសូមឲ្យមីលូដែលកំពុងដើរឆ្លងកាត់ជួយសង្គ្រោះខ្លួនមីលូស្ដាប់ហើយសោកស្ដាយចង់ទៅជួយភ្លាមប៉ុន្តែសត្វក្រពើកណ្ដរបានហៅបង្ខូចទាន់ពេលវាប្រាប់ថាក្រោយ1ម៉ោងមុនចចកនេះទើបតាសម្លឹងចង់លេបទាំងគ្រួសារអង្កាមសតែដោយការជូនដំណឹងរបស់ខ្លួនទើបអង្កាមសទាំងគ្រួសាររត់រួចចចកចាស់ខ្លាចនឹងកំហឹងបានជីកឬដើមឈើខ្លាំងចង់ចាប់ក្រពើកណ្ដៅជាមួយកូនវាដើមឈើក៏ជិតដួលពេលនោះក្រពើកណ្ដៅយកកូនលោតទៅលើដើមឈើម្ខាងទៀតចចកចាស់មិនសូវយកចិត្តទុកដាក់មិនដឹងថាដើមឈើធាក់ចោះលើខ្លួនទេដល់ពេលនោះវាត្រូវដើមឈើទម្លាក់ក្បាលតែម្ដងមីលូស្ដាប់រួចក៏ចោលទៅដោយមិនចង់ជួយទៀតចចកចាស់ឃើញពិបាកក៏ចាប់ផ្ដើមលួងលោមថាខ្លួនមានម៉ែចាស់អាយុ80ឆ្នាំត្រូវចិញ្ចឹមហើយមានកូនតូចត្រីថែទាំប្រសិនបើមីលូជួយវាម្ដងនេះវាសន្យាថានឹងលែងបរិច្ឆាហូបសាច់មកជាមនុស្សល្អមីលូមើលឮចុងក្រោយក៏ល្ងងចិត្តយន់សំពះជួយវាគាត់ប្រើកម្លាំងទាំងអស់លើកដើមឈើឡើងឲ្យមានចន្លោះតូចដើម្បីឲ្យចចកចាស់រត់គេចចេញប៉ុន្តែពេលចចកបានសង្គ្រោះចេញវាមិនបានអរគុណទេក៏លើកដៃរារាំងមីលូហើយថាយើងជួយដល់កន្លែងហើយសូមជួយកាន់តែចុងក្រោយឲ្យខ្លួនអាចបំពេញពោះខ្ញុំផងមីលូស្ទើរតែជាប់គ្រោះក្រពើកណ្ដោដែលបានឃើញរឿងទាំងអស់យករឿងនេះទៅប្រាប់ខ្លាឃ្មុំដែលស្មើនឹងអ្នកប្រយុទ្ធយុត្តិធម៌វាប្រាប់ពីដើមដល់ចុងខ្លាឃ្មុំក៏និយាយថាមនុស្សមានធម៌ជួយមិនត្រូវខ្វះជំនួយទេថ្ងៃក្រោយក៏នឹងមានសំណាងល្អខណៈនេះមីលូត្រូវចចកបង្ក្រាបតទៅមិនមានទីតាំងរត់នោះទេមីលូសូមចាំបាច់ថាខ្ញុំទើបតែជួយអ្នកមិនមានសំណប់ទេបើរឿងនេះរីករាលដាលអ្នកនឹងមានឈ្មោះអាក្រក់ចចកឮចុងក្រោយមានសំឡេងចូលយកនៅជុំវិញកំពុងមើលរឿងចចកខ្លាចឲ្យគេប្រាប់អ្នកដទៃអាចបង្កសេចក្តីអាស្រូវវាចង់លុបភ័ក្សីកោតហេតុជាមុនចូលយកតក់ស្លុតហៅថាខ្លួនមិនញ៉ាំផ្លែកូនអ្នកទៀតទេហើយរត់ចូលរុងប៉ុន្តែគេត្រឡប់ឡើងកំពូលដើមឈើសុវិទ្ធភាពហើយញ៉ាំផ្លែជាមួយកូនពីរចចកមិនអាចធ្វើអ្វីវាបានទេដូច្នេះបានត្រឡប់មកលើទីតាំងមីលូវិញពេលមីលូស្ទើរតែជាប់គ្រោះខ្លាឃ្មុំមកទាន់ពេលវេលាចចកដួនខ្លួនមិនអាចប្រយុទ្ធបានក៏ថយក្រោយពេលខ្លាឃ្មុំសួរអំពើចចកវាបៀមបោកប្រាស់ថាមីលូប្រាថ្នាអាក្រក់ដួលដើមឈើដើម្បីសម្លាប់វាមីលូទ្រាំមិនបានបដិសេធភ្លាមថាពិតប្រាកដគាត់បានជួយលើកដើមឈើសង្គ្រោះវាខ្លាឃ្មុំសើចថាអ្នកទាំងពីរនិយាយសុទ្ធតែមានហេតុផលតែដើម្បីបញ្ជាក់តាមចូលទៅដល់កន្លែងកើតហេតុវិញមីលូត្រូវលើកដើមឈើម្ដងទៀតខ្លាឃ្មុំមើលឃើញចន្លន់តូចបានឲ្យចចកចូលបានហើយឮថាចចកកំពុងខ្លាយចចកដើម្បីបង្ហាញថាពិតបង្ខំខ្លួនចូលក្រោមដើមឈើវិញខ្លាឃ្មុំស្រែកឲ្យមីលូទម្លាក់ដើមឈើចោលគេបញ្ឈប់ចចកឲ្យបានសាស្ត្រូវដោយសារវាអស់សេត្រាគុណចុងក្រោយខ្លាឃ្មុំបានប្រាប់ទៅមីលូថាមនុស្សទាំងអស់គ្នាមិនត្រូវសន្យាថាគួរឲ្យធ្វើបាបកិត្តិយសទេមានមនុស្សខ្លះអាក្រក់នៅខឹងឈាមមុននឹងមានកម្លាំងគ្រប់គ្រាន់កុំប្រោចិត្តសប្បុរសពេកមិនណារ៉ាន់វាអាចនាំឲ្យខ្លួនឯងរងផលប៉ះពាល់ធ្ងន់ធ្ងរ